អនុញ្ញាតគ្រប់នឹងជំរាបសួរទៅកាន់ពុកម៉ែបងប្អូននេះគឺជាទស្សនវិជ្ជានៅតាមដងផ្លូវឆ្ពោះទៅកាន់ទឹកធ្លាក់មួយកន្លែងដែលមានឈ្មោះថាទឹកធ្លាក់ឆាយសន្ធរដែលស្ថិតនៅក្នុងស្រុកភ្នំក្រវាញនៃទឹកដីខេត្តពោធិ៍សាត់ភាគខាងត្បូងនៃខេត្តពោធិ៍សាត់បងប្អូនបាទគឺយើងឃើញថានៅតាមដងផ្លូវទៅគឺយើងឃើញថាមានព្រៃព្រឹក្សាធម្មជាតិស្រស់បំព្រងនារដូវវស្សាក៏ដូចជាអមជាមួយនឹងសត្វគោសត្វក្របីដែលកំពុងតែស៊ីស្មៅនៅតាមជើងភ្នំជាមួយនឹងស្លឹកធម្មជាតិធ្វើជាចំណីអាហារផងដែរបាទហើយយើងឃើញថាទស្សនវិជ្ជាតាមដងផ្លូវទៅគឺស្រស់ស្អាតមែនទែនបងប្អូនគឺយើងមានគេហៅថាធម្មជាតិអមសងខាងផ្លូវរួមជាមួយនឹងគេហៅថានេះដូចជាទំនប់បង្ហៀទឹកបាទទំនប់បង្ហៀទឹកដែលបង្ហូរចូលទៅកាន់ទឹកធ្លាក់មួយកន្លែងហ្នឹងគឺហូរកាត់ស្ពានហ្នឹងដើម្បីកុំឲ្យបាក់ដីបាក់អីចឹងបងប្អូនណាអញ្ចឹងស្ពាននេះកាលពីដើមឡើយគឺយើងឃើញថាផ្លូវពិបាកមែនទែនវាមានការហូរច្រោះដាច់ស្ពានទៅតែឆ្នាំនេះទេដែលគឺមានខាងអាជ្ញាធរឬមួយក៏អាចថាអ្នកស្រុកអ្នកភូមិចូលរួមនៅក្នុងការធ្វើដើម្បីធ្វើជាទំនប់បង្ហៀទឹកដើម្បីកុំឲ្យបាក់ដីពិបាកក្នុងការធ្វើដំណើរទៀតបងប្អូនអញ្ចឹងយើងឃើញថាទស្សនវិជ្ជានេះគឺស្អាតមែនទែនបងប្អូនអមទៅដោយមានផ្កាដុះនៅមាត់ទឹកធ្លាក់ទឹកហូរខ្លាំងមានដើមឈើមានអីដូចយើងមើលបើយើងមើលទៅលើទស្សនវិជ្ជានេះគឺវាស្តៀងទៅជាមួយនឹងទឹកធ្លាក់ច្រកល្អៀងដែលស្ថិតនៅក្នុងស្រុកកកូរនៃខេត្តពោធិ៍សាត់ដូចគ្នាបងប្អូនចឹងយើងឃើញថាទឹកគឺហូរខ្លាំងយើងពិបាកក្នុងការចុះទៅលេងដល់ជ្រៅគឺយើងលេងបានតែគៀនទេបើខែប្រាំងគឺស្អាតណាស់បង